Hey guys នេះគឺជា Xiaomi 15T Pro ថ្មីៗនេះក្រុមហ៊ុន Xiaomi បានប្រកាសចេញលក់ទូរស័ព្ទដៃ Xiaomi 15T series របស់ខ្លួននៅលើទីផ្សារប្រទេសកម្ពុជាហើយដែលនៅក្នុងនោះមាន Xiaomi 15T និង Xiaomi 15T Pro ហើយនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញអំពីលក្ខណៈសម្បត្តិរបស់ Xiaomi 15T Pro ទៅកាន់អ្នកទាំងអស់គ្នាមុននឹងសម្រេចចិត្តថាទិញឬក៏មិនទិញដំបូងយើងងាកមកមើលការរចនាប័ទ្មរូបរាងរបស់វាជាមុនសិនជាមួយនឹងខ្នងខាងក្រោយរលើបរលោងនិងហុំព័ទ្ធដោយអាលុយមីញ៉ូមនិងស៊ុមកាមេរ៉ាខាងក្រោយបែបស៊ីវីឡៃនិងទាន់សម័យបំផុតជាមួយនឹងកម្រាស់ 7.96 មីលីម៉ែត្រនិងទម្ងន់ 210 ក្រាមដែលមានជម្រើស3ពណ៌ពណ៌ខ្មៅពណ៌ប្រផេះនិងពណ៌មាស Mocha ដែលគេហៅថា Mocha Gold ដែលស្ថិតនៅក្នុងដៃរបស់ខ្ញុំនេះនៅផ្នែកខាងស្ដាំរបស់វាមានប៊ូតុង Power និងប៊ូតុង Volume ដំឡើងសំឡេងហើយនៅផ្នែកខាងក្រោមរបស់វាមាន Speaker មួយគ្រាប់រុនសាកប្រភេទ Type C មិនស្រូបសំឡេងនិងរុន slot ដាក់ SIM បានចំនួន2ហើយយើងក៏អាចដាក់ជាប្រភេទ eSIM បានមួយផងដែរដែល support ជាមួយនឹង 4G ឬក៏ 5G ដែលធ្វើឲ្យសេវាដើរលឿនខ្លាំងបាននិយាយអំពីសេវាដើរលឿនខ្លាំង Xiaomi ក៏បានបំពាក់មកជាមួយនឹងម៉ាកូសេវាអង្តានចំនួន7ដែលហុំព័ទ្ធជុំវិញនិងស្របដោយអាលុយមីញ៉ូមក្រឡេកមកមើលផ្ទៃខាងមុខរបស់ Xiaomi 15T Pro វិញវាបានបំពាក់មកជាមួយនឹងបន្ទះបង្ហាញភាពខ្ពស់ប្រភេទ AMOLED ជាមួយនឹងបច្ចេកវិទ្យា LiPo ទំហំ 6.83 អ៊ីងស្របដោយកញ្ចក់ការពារ Corning Gorilla Glass 7i និងមាន14 refresh rate 144 Hz កម្រិតពន្លឺ 3200 nit ហើយកម្រិតភាពច្បាស់របស់វា 2772 pixel គុណនឹង 1080 pixel ដង់ស៊ីតេ447 ppi ហើយវាក៏ support Dolby Vision HDR10 Plus HD Pro ជាមួយនឹងបច្ចេកវិទ្យាពណ៌68 billion ពណ៌ផងដែរបាននិយាយអំពីប្រព័ន្ធកាមេរ៉ាថតរូបវិញវាពិតជាត្រូវចិត្តក្នុងការប្រើប្រាស់របស់ខ្ញុំបំផុតព្រោះតែ Xiaomi បានបំពាក់មកជាមួយនឹងប្រព័ន្ធកាមេរ៉ាដែលមានសមត្ថភាពខ្ពស់ដែលអាចឲ្យយើងថតរូបបានកាន់តែល្អឥតខ្ចោះផងដែរមិនតែប៉ុណ្ណោះវាក៏បានសហការជាមួយនឹងក្រុមហ៊ុនកាមេរ៉ាយក្សនៅក្នុងពិភពលោកគឺ Leica ចំពោះ Xiaomi 15T Pro វាបំពាក់មកជាមួយនឹងកាមេរ៉ាខាងក្រោយចំនួន3គ្រាប់ដែលសុទ្ធសឹងតែជាកាមេរ៉ា Leica និង lens ចំនួន1គ្រាប់ដែល lens គោលទំហំ50 megapixel និងមានកម្រិត aperture f1.6 ទំហំ23 មីលីម៉ែត្រ lens ទី2ជាប្រភេទ periscope telephoto ទំហំ50 megapixel ដែលមានកម្រិត aperture 3.0 ដែលយើងអាចថត zoom បានរហូតដល់ 5x optical zoom និង zoom ធម្មតាបានរហូតដល់ 100x ដោយប្រើប្រាស់ lens periscope telephoto ទំហំ 115 មីលីម៉ែត្រជាមួយនឹងបច្ចេកវិទ្យាទប់លំនឹង OIS lens ចុងក្រោយគឺទំហំ 12 megapixel ដែលជាប្រភេទ lens ultra wide ដែលយើងអាចថតមុំទូលាយបានរហូតដល់ 120 degree ជាមួយនឹងកម្រិត aperture 2.2 ចំពោះការថតរូបគឺមិនថាមុំទូលាយឬក៏មុំ 5x optical zoom ទេគឺវាទទួលបានពណ៌ដិតស្រស់ល្អ dynamic range ខ្ពស់ជាមួយនឹងកម្រិតពន្លឺគួរឲ្យទាក់ទាញជាមួយនឹងកាមេរ៉ា AI របស់ Leica មិនថាយើងថត zoom ពី 5x 10x 20x 30x ឬក៏ 60x នោះទេគឺយើងអាច zoom បានដល់ឋានព្រះច័ន្ទដូចគ្នាចំពោះការថតវីដេអូទៅលើ Xiaomi 15T Pro យើងអាចថតរហូតដល់ 4K កម្រិត120 frame និង 8K កម្រិត30 frame ជាមួយនឹងបច្ចេកវិទ្យាទប់លំនឹង EIS ចំពោះមុខងារថតវីដេអូនៅកាមេរ៉ាខាងក្រោយយើងអាចថតជាប្រភេទវីដេអូ HDR10 Plus parameter short steady ចលនាយឺតនិងមុខងារផ្សេងៗជាច្រើនទៀតចំពោះកាមេរ៉ាខាងមុខទំហំ32 megapixel ដែលមានកម្រិត aperture 2.2 ហើយយើងក៏អាចថតវីដេអូជាប្រភេទ 4K កម្រិត30 frame ផងដែរនេះដែរគឺយើងថតចេញពីកាមេរ៉ាខាងមុខរបស់Xiaomi 15T Pro បើនិយាយអំពីកម្លាំងនិងល្បឿនម៉ាស៊ីនវិញ Xiaomi 15T Pro វាប្រើប្រាស់ម្ទេស chip MediaTek Dimensity 9400 Plus ទំហំ3 nanometer ដែលមានអង្គគណនា CPU ចំនួន8 core 1 core រត់ល្បឿន 3.63 GHz 3 core រត់ល្បឿន 3.3 GHz និង4 core រត់ល្បឿន 2.4 GHz GPU Amortalis G925 អមដោយ RAM គោលទំហំ12 GB និង Memory 256 GB ប្រភេទ UFS 4.1 ហើយយើងក៏អាចបន្ថែម RAM បានបន្ថែមទៀតបានរហូតដល់12 GB ផងដែរ Smartphone ចំនួនថ្មីនេះវាប្រើប្រាស់ដោយប្រព័ន្ធប្រតិបត្តិការ HyperOS 2.0 ហើយ Xiaomi ក៏អាងថានឹងមានកំណែទម្រង់អាប់ដេតថ្មី HyperOS 3.0 នៅពេលចាប់នេះនៅក្នុងខែ11ហើយវាទ្រទ្រង់ទៅដោយប្រព័ន្ធប្រតិបត្តិការ Android 15ដូចនេះវាធ្វើឲ្យ Smartphone ចំនួនថ្មីនេះមានមុខងារប្រើប្រាស់ថ្មីៗដ៏សម្បូរបែបជាមួយនឹងបច្ចេកវិទ្យា Xiaomi Hyper AI ដែល Xiaomi បានសហការជាមួយនឹង Google Gemini ជាមួយនឹង AI Writing AI Dynamic Wallpaper AI Gallery Editor AI
AI Search Engine Resolution AI Translate Conversion AI Interpreter និង AI Subtitle ជាដើមរីឯថាមពលថ្មរបស់វាវិញទំហំ 5500 មីលីអាំពែម៉ោងជាមួយនឹងកម្លាំងសាកល្បឿនលឿន 90 វ៉ាត់ដែលយើងអាចសាកថ្មពី 0 ទៅ 100% ប្រើពេលត្រឹមតែ 36 នាទីតែប៉ុណ្ណោះហើយយើងក៏អាចសាក wireless បានរហូតដល់ 50 វ៉ាត់ផងដែរដែលយើងអាចសាកថ្មបានពី 0 ទៅ 100% ប្រើពេលត្រឹមតែ 56 នាទីតែប៉ុណ្ណោះសរុបមកវិញកាមេរ៉ាកំពូល Leica 3 គ្រាប់អេក្រង់ធំរចនាប័ទ្មបែបប្រណិតថាមពលថ្មធំប្រើប្រាស់បានយូរជាមួយនឹងសមត្ថភាពបន្ទះឈីបសម្រាប់ flagship មួយនេះដែលស្ថិតក្នុងតម្លៃ$449សម្រាប់ Xiaomi 15T និង$639សម្រាប់ Xiaomi 15T Pro តើអ្នកនរគ្នាគិតយ៉ាងណាដែរកុំភ្លេច comment នៅខាងក្រោមឲ្យខ្ញុំបានដឹងផងហើយខ្ញុំនឹងជួបអ្នកនៅវីដេអូក្រោយទៀត